បាទបងប្អូនជម្រាបសួរបាទបងប្អូនពេជ្រសម្បត្តិនៅតែធ្វើបានបាទពិបាករកកីឡាករប្រភេទពេជ្រសម្បត្តិដែរបងប្អូនបាទក៏ប៉ុណ្្នឹងហើយពេជ្រសម្បត្តិនៅតែធ្វើបានខ្ញុំទៅសើមកទៅសើបាទហើយដៃគូនិយាយពីដៃគូរបស់គាត់កំភ្លេអេសក្បាច់អីក៏មានដែរបាទក្បាច់អីក៏មានដែរចេញមកបាទប៉ុន្តែនៅតែទប់ជាមួយពេជ្រសម្បត្តិបានបាទបើក្រៅអំពីពេជ្រសម្បត្តិมันអាចបន្តវាយបានទេបែកដល់3កន្លែងហើយបែកអាថ្ងាសនឹងធំមកធំមែនតើប៉ុន្តែសំណាងល្អដែលលោកពេទ្យគាត់មិនបញ្ឈប់បាទឬក៏វាស្ថិតនៅក្នុងលក្ខខណ្ឌណាមួយដែលលោកពេទ្យគាត់មិនអាចបញ្ឈប់បានបាទអញ្ចឹងហើយបានពេជ្រសម្បត្តិចេះតែវាយតទៀតបានបាទតែយើងអ្នកគ្រប់គ្រងគុណខ្មែរគឺយើងសរសើរមិនដាច់ពីមាត់អំពីពេជ្រសម្បត្តិដែលគាត់ស៊ូគាត់អាចធ្វើបានរាល់ការប្រកួតរបស់គាត់នីមួយៗគឺធ្វើឲ្យទស្សនិកជននិងអ្នកគ្រប់គ្រងនោះគឺថាចាប់អារម្មណ៍ខ្ពស់ចំពោះការប្រកួតរបស់គាត់បាទទូយ៉ាងដូចប្រកួតលើកនេះអញ្ចឹងបាទបែកអូយបងប្អូនគួរឲ្យខ្លាចតែពេជ្រសម្បត្តិនៅតែធ្វើបានបាទខ្ញុំទិញថាមិនផុតពីមាត់ពេជ្រសម្បត្តិនៅតែធ្វើបានពេជ្រសម្បត្តិនៅតែធ្វើបានហើយគុណខ្មែរមិនងាយរកទេគឺមនុស្សបែបពេជ្រសម្បត្តិបាទគឺភាពអស្ចារ្យរបស់គាត់គឺថាចង់និយាយថាភាពតាន់របស់គាត់គឺនៅតែតាន់អ្នកខ្លះគឺត្រូវប៉ុណ្្នឹងគឺអាចសើឬក៏វិលឬក៏ដួលអីយ៉ាងម៉េចទេប៉ុន្តែរីឯពេជ្រសម្បត្តិគឺគាត់នៅតែធ្វើបានគាត់នៅតែតាមវាយគាត់នៅតែបុកបាទដោយតែរូបមន្តរបស់លោកគ្រូគាត់លោកគ្រូឆ្នាំថាវាយធ្វើយ៉ាងណាគឺបុកដើម្បីកុំឲ្យដៃគូនឹងគឺថាដកដង្ហើមតន់បាទវាយដេញវាយឲ្យរោថាឲ្យដកដៃគូនឹងដកដង្ហើមតន់គឺចុងក្រោយគឺពីទឹកចូលទឹក3អីគឺដៃគូត្រូវតែអស់បាទត្រូវអស់ដល់អស់គាត់អាចឆ្លៀតឱកាសក្នុងការដណ្ដើមយកជ័យជំនះបានបាទដូចគាត់វាយអញ្ចឹងថាដល់ទឹក3អីចឹងទឹក2ទឹក3អីចឹងគឺឆ្ងាញ់បងប្អូនបាទឆ្ងាញ់ដៃបាទពីរាល់សកម្មភាពដែលកូនសិស្សគ្រូពេជ្រសម្បត្តិគឺភាគច្រើនគឺបុកប្រាច់បងគឺបុកវាយធ្វើម៉េចឲ្យដៃគូនឹងដាច់តែម្ដងបាទអញ្ចឹងហើយបានជាគាត់តែងតែប្រើពាក្យថាមួយដៃពីរដៃបើកលុយអានេះអញ្ចឹងហើយគឺយើងកោតសរសើរចំពោះបច្ចេកទេសនៃការដឹកនាំហើយនឹងវឹកហាត់របស់លោកគ្រូពេជ្រសម្បត្តិដែលធ្វើឲ្យកូនសិស្សរបស់គាត់ហ្នឹងគឺថាជិត20នាក់ហ្នឹងគឺរកលុយបានច្រើនណាបាទជិត20នាក់ហ្នឹងគឺរកលុយបានច្រើនណាសម្រាប់កម្មវិធីប្រកួតនៅស្រុកខ្មែរបាទអញ្ចឹងសរុបសេចក្តីមកគឺពេជ្រសម្បត្តិនៅតែអាចធ្វើបានរហូតដល់អញ្ញាកណ្ដាលបញ្ឈប់ដៃគូប្រកួតដែលដៃគូរបស់គាត់ហ្នឹងគឺជាកីឡាករដ៏ឆ្នើមម្នាក់ដ៏សម្បូរទៅដោយក្បាច់សម្លាប់បាទតែពេជ្រសម្បត្តិនៅទប់បានបាទសូមអរគុណសូមជម្រាបលាបាទការប្រឹងប្រែងព្យាយាមវឹកហាត់គឺធ្វើឲ្យយើងទទួលបានជ័យជំនះបែបហ្នឹងបាទសូមអរគុណសូមជម្រាបលាបាទ